ដំបូង18ដើមរយៈពេលពីនោះមកតឥឡូវវា8000ដើមហើយអ្នកការដំបូងយើងត្រូវតែងមែកមួយពីតែងមែកមកយើងតម្លាក់ត្រួយផុតពីតម្លាក់ត្រួយមកបានរយៈពេលមួយខែកន្លះអីយើងលឹកនឹងអាចខ្មៅល្អហើយយើងអាចបាញ់បញ្ចេញមួយខែទៅបើស្វាយវាចេញល្អយើងចាប់ពេលថែវាការអីហ្នឹងមកដល់ផ្លែអញ្ចឹងគណៈការពេលផ្កាហ៊ីកហ្នឹងបើភ្លៀងខ្លាំងបាញ់ដល់ប្រូអីធ្វើភ្លេចហ្នឹងបានហើយបាច់ដាក់ណាំបំពន់ចូលទេដាក់បំពន់ចូលវាអាចខ្មៅផ្កាហើយពេលភ្លៀងបើពេលរាំងអាហ្នឹងយើងប្រើបានស្វាយមានឧបសគ្គអីចឹងខ្ញុំទេទៅឆ្លងយោបល់គាត់ខាងគ្រូគណិតក្រុមហ៊ុនអង្គរគ្រីនហ្នឹងស្វាយគាំងយើងត្រូវដាក់អីចឹងឆ្នាំជួនកាលខ្ញុំប្រើអង្គរទៅមិចទៅនឹងការចូលមរ៉ុនអីទៅហើយមីណូទីវីតទៅបើផលហើយខ្ញុំធ្វើកន្លងមកខ្ញុំបានបន្តរហូតខ្ញុំអត់មានជួបឧបសគ្គអីទេដូចថាគេធ្វើអត់បានខ្ញុំធ្វើបានដូចលក់មួយសាអញ្ចឹងបាន6 7ឡានអានេះវា60តោនដល់ខ្ញុំចេះគេអ្នកធ្វើក្រោយគេមកចែកទិញយើងថាឲ្យយើងទិញឲ្យគេផ្សំឲ្យគេមកដល់អញ្ចឹងកើតជាដាក់លក់ទៅយើងលក់យូរទៅដូចជាដំណើរការទីម្ដងមកទៅក៏យើងបើកដាក់ទូដាក់អីចឹងណាបើកមកប្រហែលចូលបាក់20ឆ្នាំណាសពថ្ងៃហ្នឹងខ្ញុំលក់ទូទៅខាងកសិកម្មហ្នឹងមានជីមានថ្នាំផ្លែធំ perfect ថ្នាំពុលនេះ3នេះ5បើនិយាយទៅច្រើនកោក្រីនខ្ញុំរាប់មិនអស់ទេច្រើនកោក្រីនហ្នឹងក្រុមហ៊ុនគេចុះមកមួយធឿនគាត់ចុះមកថាការមួយយើងអញ្ចឹងណាដូចថាណែនាំមកយើងលក់ទៅគេចូលមកទិញខ្ញុំហ្នឹងតាំងខាងបោខ្នោទឹកឆាកំពង់ធំត្រើយត្បូងអញ្ចឹងគេកាត់មកខ្ញុំច្រើនកសិករគេចូលចិត្តប្រើវាដូចថាវាប្រើល្អហើយវាធូរថ្លៃ